dương ban chuột mà đai lọ bốc lọ này mình men chỉ riêng thăm mà đa thế sắp tới dương sẵn xong một bạn này say cứ sẽ đây lọ nâng ruộng khi trao chiết nè tầm rom ban chuột chỉ mà đai chỉ côn chỉ ở bốc chỉ ở đây chỉ ở bồn nâng cứ pui để dương sẵn xong ruộng khi trao chiết nhiều mơ nọ prẹ sắm má xăm pốt ấy nọ ban chuột pầm pê ban chuột bề hồ chỉ ở đây chỉ ở bồn chỉ côn nâng mền mà chiết đấyព្រះសម្មាសម្ពុទ្ធព្រះអង្គទៅកើតជាទន្សាយពំពាទៅជាទន្សាយដែរនឹងរាហុលទៅជាកូនទន្សាយព្រះអង្គកើតជាស្ដេចស្វាពំពាទៅជាមេស្វាហើយកូនរាហុលទៅជាសត្វស្វាតូចកូនរបស់សត្វស្ដេចស្វានឹងដូចគ្នាព្រះអង្គទៅកើតជាដំរីពំពាទៅជាដំរីមានន័យថាជាតិណាក៏ពំពាហើយព្រះជាប្តីជាប្រពន្ធជាកូនរាហុលនឹងគ្រប់ជាតិព្រះអង្គកើតជាស្ដេចពំពាទៅមហេសីស្ដេចព្រះអង្គជាពវេសន្តរពំពាមកជាមហេសីជាប្រពន្ធនៃពវេសន្តរជាតិចុងក្រោយព្រះអង្គនឹងនាមសមណៈគោដំហ្នឹងក៏ពំពាមកកើតជាប្រពន្ធរបស់សមណៈគោដំហ្នឹងឃើញដល់ណែវាហេតុអស្ចារ្យញោមស្ត្រីនៃបុត្រដតីរាប់ពាន់នគរបៃតានាំមកឲ្យមើលព្រះសម្មាសម្ពុទ្ធអត់មានពេញបតីអត់យកភ្នែកមើលប៉ុន្តែពំពានៅក្រោយគេបំផុតនោះគ្រាន់តែកលេចឃើញពំពាអញឹមដាក់ពំពាបៃតាការឲ្យសួរតែហេតុអីបានជាអញឹមដាក់ពំពានិស័យចឹងនិស័យជាប្តីជាប្រពន្ធតនសំរួមគ្នាបានឃើញគ្នាទៅវាត្រូវចិត្តចឹងម្ដាយនឹងកូនឪពុកនឹងម្ដាយដូចគ្នាតម្រាំមាននិស័យជួបម្ដាយល្អឪពុកល្អនឹងសិតតែពូជដែលយើងសន្សំពីមុនមកបានគាត់ឃុំក្រងថែរក្សាយើងចិញ្ចឹមបីបាច់ថែរក្សាយើងដោយល្អប្រកបដោយធម៌ដូចគ្នាយើងសំណាងណាយើងមើលទៅអ្នកខ្វះធម៌កើតជាមួយតកូលម្ដាយឪពុកក្រខ្សត់អត់លំបាកអាក្រខ្សត់អត់លំបាកហើយខ្វះសីលធម៌គុណធម៌វាយដំតក់ធាក់កូននឹងអ្នកខ្លះបកើតមកបដៃចោលទឹកស្ទលេទឹកស្ទឹងអ្នកខ្លះចោលនៅពេទ្យមិនយកអីឃើញទេយើងឃើញភ្នែកអាបនបាបនឹងយើងបាច់ទៅមើលជាតិមុខជាតិក្រោយឯណាឆ្ងាយពីខ្លួនយើងយើងរៀនពិចារណាប៉ុណ្ណឹងអ្នកណាដែលដាំពូជគឺសេចក្តីល្អណាស់ដោយកូនចៅបំរើម្ដាយឪពុកយើងល្អអញ្ចឹងដល់ពេលថ្ងៃមុខទៅយើងមានកូនបានសត្វតកូនព្រះហើយតែណាបន្ទុះសរាយម៉ែឪដល់បានប្តីបានកូនមកសត្វតកូនប្រែតអត់បានកូនព្រះទេអាកូននឹងវាមកផ្ដាល់ទុកឲ្យយើងផ្ដាល់ក្តៅកាហាយឲ្យយើងមើលយាយខ្លះកូនកើតមកវាផ្ដាល់ទុកឲ្យយើងធំទៅវាដោយឆ្លោះទាស់តែងខ្វែងកំណត់កាប់ចាក់លួចឆក់ប្លន់យាយខ្លះប៉ុសប៉លីសប្រភ័យប៉ុសស្គាល់ទាំងអស់នឹងដើរសុំលុនក្រាបបងលុយគេផងសុំទោសគេផងគ្រប់កន្លែងអាហ្នឹងដែលគេហៅថាបានកូនប្រែតប៉ុន្តែដូចញោមធឿនសត្វតកូនព្រះទាំងអស់ដោយសារអីពូជញោមធឿនសំពីមុនមកវាល្អបាទឥឡូវហ្នឹងបានសត្វតកូនព្រះចៅព្រះដើរតាមកន្លងធម៌ម្ដាយឪពុកដោយល្អនឹងមកឃើញយាយខ្លះតាខ្លះពេលគេស្រោចទឹកឲ្យម៉ែឪគេអញ្ចឹងគាត់ឈរក្បែរហ្នឹងស្រក់ទឹកភ្នែកម៉ាត់ថ្មមើលដឹងចិត្តគាត់យល់អារម្មណ៍ថាមនុស្សចាស់ឃើញកូនគេថ្វាយអង្គមម៉ែគេឃើញគេស្រោចទឹកឲ្យម៉ែគេដល់ខ្លួនឯងនេះជួនកាលគេតែកូន2នាក់3នាក់គេធ្វើបន់ឲ្យម៉ែគេស្រោចទឹកឲ្យម៉ែគេបានគេវាន់ទីគេថ្វាយអង្គមទុនភ្លុនហើយដល់ឯងកូន8 9នាក់អត់មានអាណាស្រោចទឹកឲ្យគាត់សំណោះខ្លួនគាត់និយាយខ្លាំងអញ្ចឹងបានឃើញគេស្រោចទឹកគេថ្វាយអង្គមម៉ែគេឯងស្រក់ទឹកភ្នែកមកអញ្ចឹងមកយល់ថាប្រហែលជាកូននឹងមិនផ្ដល់ភាពកក់ក្ដៅនិងសេចក្តីស្រឡាញ់និងការគោរពចំពោះម្ដាយនិងអារម្មណ៍ហ្នឹងចឹងយើងទាំងអស់គ្នាត្រូវដឹងថាគ្មានអីឲ្យគាត់សប្បាយចិត្តជាងយើងនាំគ្នាគោរពគាត់ផ្ដល់តម្លៃដល់គាត់វន្ទាក្រាបសំពះនមស្ការពាក្យសម្ដីកាយវិការអរិយាបថទុនភ្លុនព្រឹកល្ងាចដាក់គាត់ហ្នឹងអាហ្នឹងហើយជាថ្នាំដ៏វិសេសដែលម្ដាយឪពុកចង់បានព្រោះចំណាស់នេះហើយអត់មានយកមាសយកពេជ្រទៅណាទេចឹងគឺត្រូវការតែភាពកក់ក្ដៅអំពីយើងចឹងយើងប្រឹងរក្សាពូជគឺសេចក្តីល្អជាមួយម្ដាយយើងឲ្យបានល្អទៅមុខទៀតយើងជួបគ្នាទៀតណាញោមអនុមោទនាចង់ជួបម្ដាយទៀតទេចង់ហើយម្ដាយចង់ជួបកូនទៀតទេចង់ហើយយាយចង់ជួបប្តីតាយើងទៀតទេចង់ញោមធឿនចង់ជួបតាទៀតអត់ទេណ៎អត់លឺទេណ៎ញោមចង់ជួបតាទៀតទេបើចង់មកទេអាធរនាំមកជួបគ្នាធ្វើម៉េចឲ្យប្តីបានជួបប្រពន្ធបានជួបប្តីកូនបានជួបម្ដាយបានជួបកូនព្រះលោកមានធម៌បង្រៀនយើងឲ្យសន្សំពូជហ្នឹងឲ្យបានជួបគ្នាដូចថាអ្នកណាចង់ជួបអ្នកណាអញ្ចឹងយើងមានពូជដែលត្រូវសន្សំវាមិនខុសពីយើងណចង់បានផ្លែដូងយើងត្រូវដាក់ពូជអីពូជដូងមិនអញ្ចឹងយើងចង់ហូបស្វាយយើងមិនត្រូវដាក់ពូជស្វាយអញ្ចឹងព្រះអង្គបង្រៀនយើងថាអាធម៌ណាដែលយើងសន្សំហើយទៅមុខទៀតយើងជួបគ្នាចឹងព្រះអង្គថាបើចង់ជួបជាម្ដាយជួបជាកូនជួបជាប្តីជួបជាប្រពន្ធជួបជាបងជួបជាប្អូនយើងសន្សំពូជ3ទី1ព្រះតទាននូបនិស័យគឺការឲ្យទានដូចគ្នា
ទី2សៃលូបនិយាយនិស័យហ្នឹងគឺមានន័យថារក្សាសិលដូចគ្នាហើយទី3ភាវនូបនិស័យគឺសំដៅដល់ការចម្រើនទៅនៅផ្លូវចិត្តហ្នឹងល្អបរិសុទ្ធដូចគ្នាមិនគ្រាន់តែឲ្យទៀនប៉ុន្តែប្តីឲ្យទៀនប្រពន្ធឲ្យទៀនដែរប៉ុន្តែប្តីប្រពន្ធបរិជ្រះថ្លាប្តីគ្រាន់តែឲ្យផុតពីដៃអាហ្នឹងក៏ជួបគ្នាដែរហ៎ប្រពន្ធរក្សាសិលប្តីរក្សាសិលដែរប៉ុន្តែប្រពន្ធរក្សា5នៅទាំង5ប្តីរក្សា5សល់តែ1អាហ្នឹងក៏អត់ជួបគ្នាដែរហ្នឹងហ៎អាផ្លូវចិត្តហ្នឹងគឺត្រូវចម្រើននិយាយរួមឲ្យវាសម្មាក់គ្នាស្មើគ្នាព្រមព្រៀងគ្នាអាផ្លូវកាយផ្លូវចិត្តហ្នឹងវាល្អបរិសុទ្ធដូចគ្នាឲ្យតែមានអា3នឹងរួមគ្នាដើរទន្ទឹមគ្នាញោមទៅជាតិណាក៏ជួបគ្នាដែរដូចពំពីឲ្យព្រះឲ្យរាហុលចឹងហ្នឹងចឹងហើយតែត្រូវស្មើគ្នាកាលណាដូចម៉ែនិយាយមិញបើរក្សាសិលដូចគ្នាមែនប៉ុន្តែប្រពន្ធរក្សាបរិសុទ្ធល្អហើយប្តីមិនបរិសុទ្ធគ្រាន់តែទៅថាទៅសុំអាហ្នឹងក៏អត់ជួបគ្នាប្រពន្ធឲ្យទៀនឲ្យតែជ្រះថ្លាប៉ុន្តែប្តីឲ្យទៀនឲ្យទាំងមិនជ្រះថ្លាអាហ្នឹងក៏អត់ជួបគ្រាន់តែឲ្យតោះតែមានសេចក្តីល្អបរិសុទ្ធហើយនិស័យនេះញោមមិនបាច់កិច្ចទេបើបំរុងជួបហ្នឹងហើយក៏មិនបាច់ប្រាថ្នាដែរឧបមាថាយាយខ្លះទៅដុតធូបនៅវត្តអាត្មាជួបគាត់ទៅដុតធូបយកចង្ហាន់មកប្រគេនដុតធូបថ្វាយគុំព្រះហើយទៅខ្សឹបប្រាប់ព្រះព្រះអង្គហើយព្រះអង្គជួយខ្ញុំព្រះអង្គផងរាល់ថ្ងៃបាក់ផ្លូវចិត្តណាធ្វើម៉េចបានទៅកាច់ជើងអាកាចាស់ហ្នឹងឲ្យនៅផ្ទះខ្ញុំសប្បាយចិត្តហ្នឹងហើយទៅខ្សឹបប្រាប់ព្រះអញ្ចឹងញោមហើយទៅកាច់ជើងអាកាចាស់ហ្នឹងហើយកើតជាតិណាកុំឲ្យជួបអាតាហ្នឹងទៀតសុំជួបប្តីល្អអាត្មាដូចចង់សើចតិចដែរដូចគ្មានប្តីល្អលើសគ្នាទេមនុស្សប្រុសនេះចិត្តមិនសូវខុសគ្នាទេបងឲ្យតែប្រុសធម្មជាតិនៃលក្ខណៈរបស់មនុស្សប្រុសនេះស្មាធ្លាប់និយាយលេងមួយញាតិញោមថាបើចង់បានប្តីស្មោះតទៅរកប្តី3ប្រភេទញោមណាចង់បានប្តីស្មោះយកប្តី3ប្រភេទហ្នឹងដល់ស្មោះចង់បានប្រុសស្មោះមើលនិយាយលេងម៉ាត់ចុះប្តីទី1គឺប្រុសទី1គឺប្រុសទៅមកកើតអត់ទាន់ដឹងក្តីហើយប្រុសទី2គឺប្រុសដែលដេកនៅកន្ទេលចិត្តដាច់ខ្យល់អាចដង្ហើមដកចិត្តដល់គ្នាអត់ដល់គ្នាហ្នឹងណាញោមទឿនអាទី1ទៅមកកើតហើយអាទី2អាចិត្តដាច់ខ្យល់ទៅវិញហើយអាទី3អាដេកក្នុងមឈូសហើយញោមណាចង់បានប្តីស្មោះត3ហ្នឹងប៉ិនបើថានៅដើរកើតនៅច្រៀងកើតនៅរាំកើតទេគ្មានទេញោមហ្នឹងហើយមកថាដូចគ្មានទេបើធម្មជាតិនៃមនុស្សប្រុសនេះឃើញទូទៅនឹងភ្នែកបើចឹងនឹងមានប្រុសស្មោះនៅណាញោមណាមើលមុខប្រុសស្មោះណាព្រះលោកថាអញ្ចឹងចុះឥឡូវយើងចង់បាននិស័យមើលយើងនិយាយរឿងធម៌យើងឯនេះវិញចង់បាននិស័យជាឪពុកជាម្ដាយជាកូនជាប្តីជាប្រពន្ធហ្នឹងដូចខ្មែរនិយាយអញ្ចឹងណាម្ដាយឪពុកនេះដូចខ្មែរនិយាយអញ្ចឹងគាត់អត់ចង់បានមាសប្រាក់របស់មានតម្លៃអីពីកូនទេគឺប្រាថ្នាឲ្យតែកូនមានទេប៉ុន្តែកុំភ្លេចថាពេលដែលគាត់ចាស់ទៅគឺគាត់ត្រូវការតែមួយគត់គឺភាពកក់ក្ដៅពីកូននេះអាហ្នឹងដែលយើងគួរយល់ពីអារម្មណ៍ម្ដាយឪពុកហ្នឹងអញ្ចឹងដូចខ្មែរនិយាយមិញហ្នឹងឃើញម៉ែគេស្រោចទឹកឯងទឹកភ្នែកមកឃើញច្រើនណាអញ្ចឹងយើងគួរគិតដល់អារម្មណ៍មនុស្សចាស់នឹងយកចិត្តទុកដាក់ឥឡូវយើងចង់ជួបគ្នាយើងសន្សំអានិស័យ3ហ្នឹងហើយតែសន្សំអានិស័យ3ហ្នឹងស្មើគ្នាហើយមិនបាច់រត់កិច្ចទេម៉ោងជួបទៅដល់ណាក៏ដល់ជួបដែរហើយក៏មិនបាច់ប្រាថ្នាទៅសុំកូនល្អដែរយើងសុំមិនក៏ដោយប៉ិនបើយើងអាពូជយើងសុំជាមួយអត់ល្អអាកូនហ្នឹងមកអត់ល្អហ្នឹងយើងប្រាថ្នារកអាល្អប៉ិនមកអាមិនល្អហើយអញ្ចឹងគឺមិនបាច់ប្រាថ្នាគឺមកឯងឲ្យតែមានអានិស័យគឺពូជដែលយើងសុំហ្នឹងដូចប្តីប្រពន្ធដូចគ្នាញោមមានឆ្ងល់តែម៉េចបានអ្នកកំពង់ចាមកំមុំនៅក្បែរផ្ទះមកកកោកអត់ស្រឡាញ់ស្អាតហើយស្រាប់មកយកអ្នកព្រៃវែងហើយអ្នកព្រៃវែងកំមុំបែរផ្ទះមកកកោកមិនស្រឡាញ់ស្រាប់មកយកអ្នកសៀមរាបអ្នកសៀមរាបកំមុំស្អាតមកកកោកមិនស្រឡាញ់មកស្រឡាញ់អ្នកតកែវអាត្មាណាពីហោអញ្ចឹងអាហ្នឹងនិស័យរបស់គេមនុស្សក្បែរខ្លួនស្អាតប៉ុណ្ណាប៉ុន្តែមើលអត់ដឹងអត់មាននិស័យចូលចិត្តហើយអ្នកខ្លះគ្រាន់តែកលែកឃើញហ្នឹងដូចថាអារម្មណ៍ហ្នឹងវាមានភាពស្និទ្ធស្នាលជាមួយគ្នាពេញចិត្តដោយសារតែពូជគេសន្សំជាមួយគ្នាមកដូចអាត្មាធ្លាប់និយាយថាដូចយើងជិះឡានក្រុងមួយពីភ្នំពេញទៅបាត់ដំបងអីយ៉ាគ្រាន់តែឡើងដល់ឡានក្រុងហ្នឹងឡើងដល់ឡានក្រុងហ្នឹងក្នុងឡានក្រុងហ្នឹងមានគ្នា40នាក់ក្រុងហ្នឹងគ្នា40នាក់យើងដកពិសោធន៍ខ្លួនយើងជាក់ស្ដែងពេលឡើងដល់ឡានក្រុង38នាក់ទៀតមានអារម្មណ៍ធម្មតាខុសតែ2នាក់គត់ម្នាក់នោះគ្រាន់តែឃើញស្រឡាញ់ចូលចិត្តចង់រាប់អានគាត់ចង់និយាយគាត់ទៅជាម៉ែធរជាកូនធរដល់អាតាម្នាក់ទៀតគាត់តែឃើញស្អប់មុខហ្មងហើយអត់ដែរស្គាល់គេសោះអត់ដែរឆ្លោះជាមួយគេសោះប៉ុន្តែអ្នកខ្លះគ្រាន់តែឃើញអត់ចូលចិត្តមកប៉ុន្តែអ្នកខ្លះទៀតគ្រាន់តែឃើញស្រឡាញ់ចង់រាប់អានទៅជាកូនជាចៅជាក្មួយជាពូចង់និយាយរដែលមានអារម្មណ៍អស់ហ្នឹងឯងញោមសិតតែធ្លាប់មានណាហ្នឹងឯងដែលគេហៅថាពូជដែលយើងសន្សំជាមួយគ្នាណាអាអ្នកខ្លះពូជសន្សំល្អជាមួយគ្នាឃើញចូលចិត្តគ្នាអាខ្លះគ្រាន់តែឃើញស្អប់ហ្មង
នឹងហើយអត់ដែលឆ្លោះជាមួយគេទេអត់ដែលស្គាល់គេទេប៉ុន្តែឃើញអារម្មណ៍មិនចូលចិត្តនេះអាហ្នឹងឯងដែលព្រះអង្គ